ដល់ពេលឥឡូវហ្នឹងចាបើគេយកដាក់ក្នុងធុងសាំងក៏លុកចាប់ឆ្នោតមកជាប់ឆ្នោតទៅជាអាចារ្យដល់អាចារ្យបងតកុំកលាស់អាចារ្យតោអរេខ្ញុំហ្នឹងអរេគ្រាន់ថាវាឈ្មោះតោចឹងទេបានថាសពថ្ងៃហ្នឹងគឺខ្ញុំដើររៃអង្គាសបច្ច័យថ្ងៃនេះដើរមួយថ្ងៃទៅយកបាន200បានថារៃអង្គាសមិនថាយកតែលុយទេម៉ូតូក៏យកឡានហោះក៏យកដែរអាចារ្យលោកអាចារ្យហើយលឺថាវត្តហ្នឹងចាក់បាសយំហ្នឹងហាម៉េចក្មួយស្អីចាក់តិចទៀតចាំចាក់ណែអេលោកអាចារ្យជំរាបសួរអូជំរាបឆ្លើយចង់ឲ្យទន់ខ្លួនម្លេះនេះបារាណាស្រីណាប្រុសលោកអាចារ្យណែក្មួយអីពាក់កវលក្មួយអីស្រីអីស្ទីលតន់សម័យស្ទីលហើយមិននេះងប់អាញ៉ៃវើឲ្យលេងខ្លួនលេងឃ្លាញលេងឃ្លាចឹងអាចារ្យមើលអាងឹតមុខឈឹងដែរណាអាចារ្យជំរាបសួរហើយរំបាទហើយណាចូលបច្ច័យទេហើយចូលបច្ច័យទិញទួចមកហើយកុំចាំម៉ែមកយកលុយពីណែម៉ាន100ឥឡូវខ្ញុំខ្ចី200ចូល100ណែក្មេងឆ្លើយណាស់ដែរហ្នឹងទុក100ឆ្លើយចឹងទៅហួយពុទ្ធោអញយ៉ាស់និយាយអត់យើយក្រុមព្រាយមកទៀតហើយលោកអាចារ្យវាលិចលើលិចខំអានេះលិចដល់កដាលទៀតហ៎ងអបាយលោកមេភូមិបាទលោកមេឃុំលោកអ៊ំចាបងស្អីទេណែហែមិនក៏ទៅជាចឹងទៅណាខ្ញុំដូចជាណែនាំច្រើនដងមិនក៏មិនស្ដាប់គ្នាលោកមេឃុំជួយមើលទៅក្មេងវាមានក្មេងទៅថាវាអត់គិតពីបុរាណយើងដែលមានវប្បធម៌អរិយធម៌ដល់ពោធំអត់គិតក៏លោកមេឃុំជួយបដែហងបាទជប់សិនអមអាចារ្យនេះគឺជាសិទ្ធិរបស់គេទេប៉ុន្តែគ្រាន់តែថាយើងតែងខ្លួននឹងឲ្យមើលមៀតមើលរៀងមើលរូវយើងជាណែខ្មែរអញ្ចឹងដូចនេះដូចចង់ទៅជាស្អីរុនសិតដូចដៅអាបេហើយចំណែនខ្ញុំហ៎អូយបានលោកមេឃុំមើលនេះអត់សក់អត់ដែលកាត់ប្រហែលជា3ឆ្នាំហ្នឹងនេះមិនមែនទេវាទៅជាអស់សម្គាល់ថាជាប្រុសជាស្រីហ្នឹងកាត់អត់កើតទេតកាត់សក់តលេងភ្លេងសៀមថ្វាយ50បទអីនោះអូបាទជប់ស្ងាត់ប៉ុន្តែចង់និយាយថាយើងតបតែងខ្លួនឲ្យមើលមានមើលប្រានមើលណែអ្វីដែលយើងថានាំចូលពីប្រទេសគេនេះយើងនាំហើយប៉ុន្តែយើងអភិរក្សរបស់យើងដែរកុំមកវឹបមកដូចណែនទឹកណាមិញទៅទាត់ហូលគ្នាចោលនេះលោកអើយពួកបុរាណដើរនាំទើផ្លូវអីអត់មានស៊ីជម្រៅមួយខ្ញុំជំរាបសួរខ្ញុំណែសុភាពណាស់ខ្ញុំមិនដែរស្លៀកពាក់អញ្ចឹងទៅសំរុំភ្នែកញៀតទេនេះឲ្យសុភាពពេកក៏មិនកើតបងពេលញ៉ាំបាយក៏ស្លៀកអញ្ចឹងណានឹងអូនអីឈប់សិនមើលគាត់ណែនាំគាត់ណាស្ដាប់គ្នាសោះហើយដូចចាប់ចង្អេដាក់ក្តាមហើយនេះចាប់អេដាក់ខ្លាមមិនចាប់ក្តាមដាក់ចង្អេវាខឹងពេកណាអូនឯងមកកាត់សក់កាត់អីហើយរៀនអត់រងហើយរៀនអត់បាទចាំបាច់រៀននាំអស់បិចសភៅហ្នឹងណែខំម៉ូតូអនាគតមុខរបរចឹងមើលបាទមុខរបរអនាគតអីហ្នឹងអាជីពរបស់ខ្ញុំបាទប៉ិនរកស៊ីអីបាទស៊ីបាយបាទបាយណាស៊ីបើបង្ហោះតែម៉ូតូបាយម៉ែដាំទុកឲ្យចុះអត់ពីម៉ែឪទៅឧទាហរណ៍ដល់លួចគេចុះបើគេចាប់បានយកទុកលេងអញ្ចឹងប្រកបរបរហ្នឹងទៅហើយណែនាងណាបងប្អូនទាំងអស់នេះអញ្ចឹងដែរកុំយើងបានទទួលនៅវប្បធម៌អរិយធម៌ពីបរទេសយើងទទួលចោះនៅផ្នែកណាមួយទៅតាមរដូវតាមពេលវេលាដល់តែពេលយើងបំភ្លេចរបស់ដែលជាណែរបស់ខ្មែរយើងចោលអស់តែយើងសង្ឃឹមអីមិនអញ្ចឹងណាចាដូចណែបងចឹងដែរណាយើងជួយគ្នារួមគ្នាអភិវឌ្ឍក៏ដូចជាអភិរក្សនៅអ្វីដែលជាវប្បធម៌សិល្បៈប្រពៃណីជាតិយើងមិនថាចឹងណាចាបាទគេអញ្ចឹងទៅខ្ញុំខោអាវបុរាណវាទៅជាកកបុរាណណាឥឡូវចឹងចេលោកមេឃុំខ្ញុំណែក្លៀកពាក់ចឹងទៅសំភ្នែកញៀតអត់បាទសមហើយសមអីបើសក់ចង់ទៅជាដាញ់ហើយដែលលេងសិតទៅចឹងចាប់ពីពេលហ្នឹងទៅខ្ញុំកែខ្លួនចាខ្ញុំក៏កែដែរសក់ចេញស្លៀកពាក់ដូចលោកមេឃុំចឹងបានទេលោកមេឃុំបាទអញ្ចឹងមកគេមើលថាយើងស្លៀកពាក់ដូចគេចឹងដែរអរគុណហើយចឹងចាប់ពេលហ្នឹងទៅឈប់ពាក់កវលហើយអូគេថាកោបអរគុណច្រើនរឿងកំ pl ែងដែលបានកំ pl ែងចាហើយពីកម្មវិធីរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយដែរអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលចំណាយពេលវេលាដ៏មាន